សាស្ត្រាចារ្យយ៉េងតើលោកមាននូវសម្លេងអ្វីទេប្រហែលជាមានគេវាយគ្នាមែនទេសន្តាគារស្អីក៏កញ្ចាស់ម្លេះកណ្ដាលអាធ្រាត្រហើយនៅធ្វើសម្លេងរំខានខ្លាំងបែបនេះទៀតតើឲ្យគេគេងលក់យ៉ាងម៉េចទៅសូមទោសផងសាស្ត្រាចារ្យយ៉េងពេលដែលខ្ញុំកក់សន្តាគារក្រៅពីសន្តាគារសម្រាប់គូស្នេហ៍មួយនេះគឺគ្មានបន្ទប់ផ្សេងទៀតទេសន្តាគារសម្រាប់គូស្នេហ៍សំណាងហើយដែលមានក្រេពីរនេះវាស្អីទៅតើឲ្យគេងយ៉ាងម៉េចទៅសូមទោសសាស្ត្រាចារ្យយ៉េងខ្ញុំពិតជាមិននឹកស្មានថាវានឹងទៅជាបែបនេះសោះនេះជាលើកដំបូងដែលខ្ញុំមកបើកបន្ទប់ជាមួយមនុស្សប្រុសខ្ញុំគ្មានបទពិសោធន៍ទេសូមទោសផងលើកដំបូងមិនអីទេខ្ញុំគេងលើសាឡុងក៏បានអ្នកគេងលើក្រោយទៅមិនបានទេនេះជាកំហុសរបស់ខ្ញុំស្រាប់ហើយស្អែកព្រឹកលោកត្រូវមានប្រជុំទៀតខ្ញុំគេងលើសាឡុងលោកគេងលើក្រោយវិញទៅមិនអីទេអ្នកគេងលើក្រោយទៅមិនបានទេសាស្ត្រាចារ្យយ៉េងលោកគេងលើក្រោយទៅប្រុសអ្នកគេងលើក្រោយទៅបានហើយស្រីលោកគេងប្រុសលោកគេងលើក្រោយទៅលោកគេងលើក្រោយទៅលោកស្រីខ្ញុំរកឃើញព័ត៌មានកក់បន្ទប់របស់លោកស្រីហើយនេះជាអត្តសញ្ញាណប័ណ្ណនិងកាតបន្ទប់សូមរក្សាទុកឲ្យបានល្អហេតុអ្វីក៏កក់សន្តាគារសម្រាប់គូស្នេហ៍អញ្ចឹងយ៉ៅថងនាងហេតុអ្វីក៏ស្រាប់តែមកអញ្ចឹងអាឡូបងណែណាបងអាចណែណាទៀតទៅស្អែកបងមានប្រជុំអញ្ចឹងបងក៏រកសន្តាគារនៅក្បែរកន្លែងប្រជុំស្នាក់នៅតែម្ដងទៅមុននឹងអូនទៅបងជាច្រើនដងតែបងមិនលើកសោះតើបងនៅសន្តាគារមួយណាបងនៅសន្តាគារ agency សន្តាគារផ្សេងទៀតអស់បន្ទប់អស់ហើយមានតែមួយនឹងទេដែលមានបងប្រាប់ហើយតើថានៅជុំវិញនេះគ្មានបន្ទប់ទំនេរទេបងមកប្រជុំជាមួយជំនួយការស្រីថ្មីមែនទេមនុស្សពីរនាក់បើបន្ទប់សន្តាគារគូស្នេហ៍ពួកបងទាំងពីរអូននិយាយឈួតស្អីហ្នឹងពួកយើងទាំងពីរនាក់មិននឹងអាចបើកបន្ទប់ជាមួយគ្នាបានបងនិងនាងមិននឹងអាចនៅបន្ទប់ជាមួយគ្នាបានទៅនាងបើកបន្ទប់ពីរផ្សេងគ្នាសំណាងហើយដែលថេងគីបើកបន្ទប់ពីរមានកំណត់ត្រាបើកបន្ទប់ត្រឹមត្រូវបើមិនអញ្ចឹងទេពិតជាដោះស្រាយមិនចេញមែនអូអញ្ចឹងហ៎យកជ្រៅបែបនេះហើយអូនទេមកមានការអីឲ្យប្រកាសបើគ្មានការអីទេកុំរំខានបងគេងអីលឹសពើដែលបងត្រូវប្រើសម្រាប់ប្រជុំភ្លេចនៅផ្ទះហើយអូននឹងយកទៅឲ្យបងដោយផ្ទាល់យកមកឲ្យឥឡូវអូននៅណាអូននៅសន្តាគារ agency នឹងហើយតើបងនៅបន្ទប់លេខប៉ុន្មានអូននឹងទៅទីនោះភ្លាម